សំណួរសួរថាអ្នកគ្រូតើខ្ញុំគួរកាត់ស្លាកខ្ញុំអត់ថ្ងៃនេះខ្ញុំចេញមកបកស្រាយតែសង្ស័យតាវីដេអូនឹងជាប់ទៀតទេនេះឡៃណាទៅស្លាប់នេះស្លាប់នេះស្លាប់ឃើញស្លាប់អញ្ចឹងស្លាប់ហ្នឹងវាតំណាងឲ្យមនុស្សស្រីអញ្ចឹងអ្នកខ្លះក៏តូចអ្នកខ្លះក៏ធំអ្នកខ្លះក៏រីកប្រៀបដូចបេមាត់មនុស្សស្រីប្រៀបដូចតិចមនុស្សស្រីអញ្ចឹងវាអាចតូចវាអាចធំវាអាចល្មមក៏ប៉ុន្តែមិនមែននៅលើគ្រូពេទ្យអ្នកប្រាប់ថាត្រូវកាត់ឬមិនកាត់ទេនៅលើខ្លួនយើងមានតម្រូវការស្រឡាញ់ទំហំប៉ុណ្ណឹងអត់មានទៅទេនៅពេលដែលយើងស្លៀកខោនៅពេលដែលយើងមករដូវនៅពេលដែលយើងធ្វើចលនាហាត់កីឡានៅពេលដែលយើងហាត់ប្រាណនៅពេលដែលយើងមានសកម្មភាពផ្លូវភេទតើយើងទៅអត់បើយើងទៅគឺយើងមានតម្រូវការកាត់គ្រូពេទ្យគេកាត់ឲ្យក៏ប៉ុន្តែមកសួរគ្រូពេទ្យថាខ្ញុំកាត់អត់អាហ្នឹងគ្រូពេទ្យអត់មានអាចឆ្លើយបានទេគាត់ដែរប្រាប់ថាអាហ្នឹងវាជាទំហំធម្មជាតិរបស់មនុស្សអញ្ចឹងអ្នកខ្លះគាត់ក៏ស្រឡាញ់ទូចអ្នកខ្លះក៏គាត់ស្រឡាញ់ធំអ្នកខ្លះក៏ស្រឡាញ់ធំកម្រិតណាមួយអញ្ចឹងគឺជាតម្រូវការរបស់ខ្លួនយើងសុទ្ធសាធជាអ្នកតម្រូវការបែបហ្នឹងឯងអញ្ចឹងគ្រូពេទ្យអត់មានសម្រាប់ចិត្តជំនួសយើងទេ